សួស្តីបងប្អូនអ្នកគ្នាវិលត្រឡប់មកជួបមេរៀនថ្មី SNR concept តើតោងជាមួយនឹង SNR concept គឺជា concept មួយដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមដំបូងគឺរៀន support resistance ដែលយើងហៅថាជា SNR concept នឹងឯងតើតោងជាមួយនឹងមេរៀននេះដែរសម្រាប់ retail trader ខ្ញុំបានយកមកបង្ហាញម្ដងរួចហើយក៏ប៉ុន្តែខ្ញុំមក details សម្រាប់ថ្ងៃនេះគឺ detail តាំងពីដើមរហូតដល់ចប់អញ្ចឹងសម្រាប់មេរៀនគឺខ្ញុំនឹងដាក់មួយ playlist សម្រាប់ SNR concept អញ្ចឹងសម្រាប់ playlist គឺខ្ញុំនឹងរៀបចំពីមេរៀនទី1មេរៀនទី2មេរៀនទី3ដល់ចប់មេរៀនតែម្ដងកុំឲ្យអ្នកទាំងគ្នាពិបាកក្នុងការរកមេរៀនសម្រាប់ក្នុង playlist មួយអញ្ចឹងតកតងជាមួយនឹង playlist នៅក្នុង channel YouTube របស់ខ្ញុំបានរៀបចំជូនជាស្រេចសម្រាប់អ្នកដែលគាត់ចាប់ផ្ដើមក្នុងការរៀនទៅលើ ICT concept ទៅលើ SNR concept និងទៅលើ CRT អញ្ចឹងតកតងជាមួយនឹង concept ទាំងអស់គឺខ្ញុំបានរៀបជា playlist រួចជាស្រេចដើម្បីឲ្យបងប្អូនអ្នកគ្នាងាយក្នុងការរៀនសូត្រងាយក្នុងការចំណាំដើម្បីជៀសវាងការច្បោកច្បល់ជៀសវាងការយល់ច្រឡំអញ្ចឹងបងប្អូនកលេចមកមើលឆាតម្ដងនេះគឺជាគំនូសតាំងសម្រាប់ support and resistance សម្រាប់ support គឺជាតម្លៃគ្រប់គ្រងឬក៏ជាតម្លៃទាបឯ resistance គឺជាតម្លៃតស៊ូឬក៏ជាតម្លៃខ្ពស់សម្រាប់ retail trader គឺជាថានៅពេលដែល price បង្កើត resistance ឬក៏បង្កើត support អញ្ចឹងតម្លៃទាំងអស់គឺទិញពី support លក់ពី resistance អញ្ចឹងនៅពេលដែល price rebalancing ឬក៏យើងហៅថា price drop low អញ្ចឹងមកប៉ះ support តម្លៃគឺនឹងទិញលើកឡើងវិញឬក៏ហោះឡើងវិញតកតងជាមួយនឹង resistance អញ្ចឹងតម្លៃខ្ពស់អញ្ចឹងតម្លៃខ្ពស់ដែលហៅថា resistance នៅពេលដែល price មានការលក់ខ្លាំងដែលបង្កើតបានជា resistance នៅពេលដែល price movement ឡើងឬក៏ rally up ឡើងអញ្ចឹងនៅពេលដែល price ប៉ះឬក៏តម្លៃប៉ះទៅលើ resistance retail trader ពួកគាត់ជឿថាកន្លែងនេះគឺជាសម្រាប់ការ sell អូខេអញ្ចឹងសម្រាប់ ICT វិញម្ដងតកតងជាមួយកន្លែងនេះគេហៅថា rejection ណា rejection block ណា bearish rejection block and bullish rejection block អញ្ចឹងតកតងជាមួយនឹង support and resistance អត់ខុសគ្នាជាមួយនឹង ICT concept ទេតែអ្វីដែលខុសគ្នាគឺគ្រាន់តែមួយចាប់នៅលើ line chart មួយចាប់នៅលើ candlestick ក៏ប៉ុន្តែអ្វីទាំងអស់ហ្នឹងគឺវាស្រដៀងទៅគ្នាណាកុំមានការយល់ច្រឡំអញ្ចឹងសម្រាប់អ្នកដែលគាត់រៀន ICT គាត់រៀន ICT ចុះហើយអ្នកដែលគាត់មិនយល់ពី ICT ទេអាចបកមករៀន SNR វិញបានដោយបោះ ICT ទុកមកកន្លែងសិនបើសិនបើយើងអត់រៀនអត់យល់ពី ICT ឬក៏មានការស្មុគស្មាញជាមួយនឹង ICT អាចមករៀន SNR បានដោយយើងពឹងផ្អែកទៅលើ smart money ឬក៏ SNR smart money ហ្នឹងហើយអ្វីដែលខ្ញុំរំពឹងសម្រាប់ការ trade SNR គឺទៅលើ trend line មួយទៀតតែអ្វីសំខាន់គឺខ្ញុំបង្រៀនទៅលើ support and resistance ចប់យើងនឹងឡើងទៅ supply and demand and trend line បន្តទៀតណា locking and chart តោះអ្នកនរគ្នាមកមើល chart ជាក់ស្ដែងអ្នកនរគ្នានេះគឺជា trading view chart ហើយខាងលើនេះគឺជា pair ខ្ញុំមើលនៅលើ pair មាសហើយខ្ញុំបាន replay ខ្ញុំមើលនៅក្នុង time frame 1ម៉ោង 1 hour time frame ហើយខ្ញុំបើសិនបើអ្នកទាំងអស់គ្នាប្រើ key level identify ខ្ញុំនឹង identify ទៅលើព័ត៌មានឬក៏តាក់ទងជាមួយនឹង support and resistance អញ្ចឹងដំបូងខ្ញុំ check ទៅលើ support សិនដើម្បីឲ្យបងប្អូនអ្នកគ្នាយល់អំពីដំណើរការរបស់ support and resistance អញ្ចឹងចូលមកដល់ខ្ញុំប្រើ time frame 1ម៉ោងជា key level ជា price ដើម្បី support អូខេអ្នកទាំងគ្នាចូលមកដល់កន្លែងនេះកន្លែង candlestick នេះ group candlestick ចុចលើរូប candlestick មកដូរដាក់ពាក្យថា line chart អូខេយើង favorite វាមួយអូខេ line chart មកចូលមកដល់កន្លែងនេះអ្នកទាំងគ្នាឃើញ line chart ហើយយើងចុចខាងលើនេះមកដាក់ trend line អូខេ trend line យើង favorite វាមួយទៀតមក trend line ចាប់ពីលើ candle ចាប់ពីលើ line chart នេះមកអូខេយើងឃើញថាកន្លែងនេះគឺ line chart នៅក្រោមនេះអញ្ចឹងនេះគឺជា support ណា support price អូខេ support price ខាងលើនេះ resistance price អូខេយើងចាប់ពីលើនេះមក trend line ហ្នឹងមកចាប់ពីលើ line chart នេះមកអូខេបន្ទាប់ពីចាប់ទៅលើ line chart ហើយបងប្អូនអ្នកគ្នាដូរដាក់ candlestick វិញអញ្ចឹងកន្លែងនេះឃើញ price ឃើញ price ចុះមកដល់ support price bullish
rally up ឡើងទៅលើវិញអញ្ចឹងកន្លែងនេះដូចគ្នាកន្លែងនេះជា resistance នៅពេលដែល price ឡើងទៅប៉ះ resistance retail trader គាត់ជឿថាកន្លែងនេះគឺជាតំបន់ក្នុងការលក់កន្លែងនេះគឺជាតំបន់ក្នុងការទិញឧទាហរណ៍ខ្ញុំមើលម្ដងទៀតខ្ញុំ check ម្ដងទៀតតែមួយ line chart អូខេកន្លែងនេះជា support ដូចគ្នាអូខេ support អញ្ចឹង support កន្លែងនេះមាន2ណា support ទី1 and support ទី2អូខេហើយបើយើងចាប់បញ្ជីវាជា trend line អូខេបើយើងចាប់បញ្ជីវាជា trend line អញ្ចឹង trend line យើងរៀននៅ episode ក្រោយឬក៏មេរៀនក្រោយយើងរៀន support and resistance សិនអញ្ចឹងយើងដូរមកដាក់ candlestick វិញមកអូខេ candlestick អញ្ចឹងកន្លែងនេះគឺជា support បើសម្រាប់ ICT កន្លែងនេះគឺជា rejection block ណា rejection ឬក៏យើងហៅថាជា open and close ណាកន្លែង open and close កន្លែងនេះគឺជា support ដើម្បីទិញលើកឡើងបានប្រសិនបើ price movement ឬក៏ drop low មកខាងក្រោមមកប៉ះ support អញ្ចឹងប្រសិនបើប៉ះ support យើងអាចនឹងទិញលើកឡើងបាននៅពេលដែល price បិទ bullish ណាប្រសិនបើអត់បិទ bullish ក៏យើងអាចទិញបានដែរប៉ុន្តែទិញគឺវា high risk ណាហេតុអីបានមានអ្នកគាត់បានចូល entry នៅចុងពេកដោយសារមាន support នៅក្នុង time frame 1ម៉ោងដែលជា key level identify high time frame no lower time frame no time frame អត់ valid សម្រាប់ trend line ឬក៏ support resistance ទេណាយើងអាចប្រើ4ម៉ោងឬក៏ដល់ daily ចុះពី daily មក4ម៉ោង1ម៉ោងណាខ្ញុំ identify ប៉ុណ្ណឹងព័ត៌មានប៉ុណ្ណឹងចំណុចសំខាន់គឺយើងមើល key level 1ម៉ោងឬក៏4ម៉ោងដើម្បីជា strong ណាដើម្បីជាភាព strong ឬក៏ភាពច្បាស់លាស់នៃការ trade ជាទូទៅខ្ញុំប្រើ 1 hour time frame ឬក៏4 hour time frame ឬក៏4ម៉ោងនឹងឯងណាអញ្ចឹងយើងឃើញខាងក្រោមនេះជា support and support អញ្ចឹង price នៅពេលដែល movement ចុះមកក្រោមណាប៉ះ support price move up ឡើងទៅលើវិញណាដូចគ្នានេះ resistance and support here អូខេសម្រាប់ ICT គឺពិបាកក្នុងការរៀនឬក៏ស្មុគស្មាញក្នុងការរៀនតែ S&R support and resistance គឺស្រួលឬក៏ងាយក្នុងការយល់ងាយក្នុងការរៀនណាងាយក្នុងការរៀនដូចកន្លែងនេះអញ្ចឹងបើសិនជាយើងចង់ trade តែយើង trade បានអត់ណាកន្លែងនេះ resistance and resistance អញ្ចឹងកន្លែងនេះ trend line អញ្ចឹងប្រសិនបើ price ណាប៉ះ trend line កន្លែងនេះយើងអាចទិញលើកឡើងបានអត់បានអូខេយើងដាក់ candlestick វិញមកឃើញទេកន្លែងនេះរត់កាត់ trend line យើងអាចទិញលើកឡើងពី trend line បានអញ្ចឹងនៅក្នុង episode ក្រោយមេរៀនក្រោយខ្ញុំនឹងបញ្យល់បន្ថែមទាក់ទងជាមួយនឹង trend line អញ្ចឹងទាក់ទងមួយមេរៀននេះគឺវាអត់មានអីពិបាកទេក្នុងការចាប់សូមអ្នកទាំងនេះចាប់ម្ដងទៀតមកយើងមើលឲ្យច្បាស់មកកន្លែងនេះជា support យើង support here and support ចឹងយើងដូរមកដាក់ candlestick វិញមកសូមបងប្អូនអ្នកគ្នាមើល time frame 1ម៉ោងឬក៏4ម៉ោងណាជា key level អូខេកន្លែងនេះអត់ប៉ះទេតែកន្លែងនេះប៉ះអញ្ចឹងប៉ះយើងអាចទិញលើកឡើងបានហើយនៅពេលដែលប៉ះភ្លាមយើងអាចទិញលើកឡើងបានឬក៏ចាំវាបិទ bullish ឡើងទៅលើសិនណាបិទក្បាលឡើងទៅលើសិនស្ដកជើងមកក្រោមបិទក្បាលឡើងទៅលើចាំយើងទិញណាអានេះវាអត់សូវ high risk បើយើងទិញបែបនេះក៏វា high risk ក៏ប៉ុន្តែវាត្រូវដូចគ្នាតែជាក់ស្ដែងវា high risk បើយើងទិញនៅពេលដែល bullish វាឡើងណាស្ដកជើងហើយ bullish ឡើងទៅលើយើងអាចទិញលើកឡើងបានហើយជាយើងមក check ទាំងអស់គ្នាដូចកន្លែងនេះអញ្ចឹងវាកន្លែងនេះយើងហៅជា QM ណា QM buy គេឃើញទេ QM អានេះសម្រាប់អ្នក trade QM អូខេយើងចាប់ support and resistance here resistance and price movement resistance អូខេ trend line ចិត្តមកទៅតងមួយ trend line ឬក៏ support and resistance គឺអត់មានអីពិបាកក្នុងការយល់ឬក៏រៀនទេអញ្ចឹងអាស្រ័យអ្នកទាំងអស់គ្នា back test looking and back testing មិនថា ICT មិនថា S&R ICT ទេគ្រប់ condition ទាំងអស់ឬក៏គ្រប់ concept ទាំងអស់សុទ្ធតែ work មិនមែនមួយណាអត់ work មិនមែនមួយណា work ទេសុទ្ធតែ work អាស្រ័យទៅលើការ back test អាស្រ័យនៅលើការរៀនសូត្របានជ្រៅជ្រះប៉ុន្មានអូខេ